បាទសួស្តីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំចង់ចែកលេខបងប្អូនទាក់ទងជាមួយនឹងការ add friend នៅក្នុង Messenger ដែលមិនចាំបាច់វាយឈ្មោះ search ឈ្មោះរកឈ្មោះនោះទេបើសិនបើបងប្អូននៅជិតគ្នាបងប្អូនគ្រាន់តែ scan QR វាគឺយើងអាចឆាតជាមួយគ្នាបានបើសិនបើបងប្អូននៅឆ្ងាយបងប្អូនគ្រាន់តែ share QR ក៏មិត្តភ័ក្តិរបស់យើងឬក៏អ្នកដែលចង់ជជែកជាមួយយើងនៅក្នុង Messenger ក៏គាត់អាច add មកយើងបានភ្លាមដោយមិនចាំបាច់ស្វែងរកឈ្មោះទៀតទេដោយសារថាយើងម្នាក់អ្នកខ្លះគឺគាត់អាចមាន account ទៅដល់ 3-4 ហើយ account ខ្លះក៏គឺជា account ដែលវាបានខូចបាត់ទៅហើយឬក៏គាត់បានផ្លិចលេខកូដផ្លិចអីអញ្ចឹងទៅរកវិធីដោះស្រាយមិនបានក៏គាត់ចោលទៅគាត់បង្កើតថ្មីអញ្ចឹងមកខាត់ពេលយូរយើងចូលទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងប្រាប់បងប្អូនអំពីរបៀបនៃការadd friend ដោយមិនចាំបាច់ស្វ័យ search រកឈ្មោះទៀតទេតោះ let's go អញ្ចឹងជាហ៊ានដំបូងគឺបងប្អូនចូលមកកាន់កម្មវិធីឆាតមក Messenger នេះបាទបងប្អូនចូលកន្លែង Messenger ហ្នឹងហើយបងប្អូនចុចទៅវាមកបន្ទាប់មកទៀតបងប្អូនចូលមកកាន់ menu ឬក៏ហៅថាត្រី3ដែលខ្ញុំបានបង្ហាញនេះបាទបន្ទាប់មកទៀតបងប្អូនចុចលើវាមួយហើយបងប្អូនអាចមកមើលខាងលើគេនៅខាងស្ដាំដៃដែលមានសញ្ញាចុច4នេះបាទបងប្អូនចុចលើវាមួយមកនោះវានឹងបង្ហាញ QR code Messenger របស់យើង QR code នេះបងប្អូនអាចឲ្យគេ scan ភ្លាមបានបាទ scan ភ្លាមក៏បានបងប្អូនអាច share ទៅអ្នកដែលនៅឆ្ងាយពីយើងក៏បាននេះយើងអាច share កន្លែងហ្នឹងមកហើយបើសិនជាយើងនៅជិតគ្នាយើងបង្ហាញ QR ហ្នឹងទៅគេ scan Messenger យើងបានហើយបាទឥឡូវបងប្អូនដឹងពីវិធីនៃការ scan បង្ហាញ QR ហើយខ្ញុំនឹងទៅប្រាប់បងប្អូនថាយើងត្រូវទៅ scan QR ហ្នឹងរបៀបម៉េចអញ្ចឹងកន្លែង scan បងប្អូនគ្រាន់តែចូលមកអញ្ចឹងហើយបងប្អូនចុចកន្លែងដដែលកន្លែងសញ្ញាចុច4ហ្នឹងមកវានឹងបង្ហាញបងប្អូននេះកន្លែង scan បាទវានឹងសូមកន្លែង scan មកយើងអញ្ចឹងវាអត់មានអីពិបាកទេ scan ក៏នឹងបង្ហាញ QR ក៏នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកចាំជួបគ្នានៅវីដេអូក្រោយអរគុណ